មកពុកម៉ែបងប្អូនទាំងអស់គ្នាហូបបាយជាមួយខ្ញុំបងប្អូនថ្ងៃនេះដែរបានកែងស្ដាយគួរហើយនឹងសាច់ជ្រូកអាំងបងប្អូនជាតិម៉ែជាតិដែរបងប្អូនអើយគឺថាឃើញទៅដាក់ទៅឡើងអូឡើងហល់កាហាយហ្មងឡើងហិលហ្មងចាំថាគាត់ឃើញថាមាត់ដឹងបងប្អូនហើយខ្ញុំចូលចិត្តហូបហិលដែរដល់ពេលមានណាដាក់ហិលខ្លាំងអូចង់កែងដែរបងប្អូនអើយគឺថាជាតិតែបងប្អូនអើយសិនមិនរៀងឡើងធ្វើការទៅបងប្អូនទៅបងហៅបាយបងម៉ោងហូបបាយទាំងម៉ោង2ជាងបងប្អូនអើយខ្ញុំហូបបាយម៉ោង2ថ្ងៃហើយនិយាយថាហើយបាយអត់មានញ៉ៃញ៉ៃទេបងប្អូនដាក់ឲ្យមួយចានឲ្យញាំនៅស្រូបយកបណ្ដោយហ្នឹងហើយចាខ្ញុំហៅញាំស្រុកខ្លះហៅអីបងប្អូនបើដឹងប្រាប់ខ្ញុំស្រុកខ្ញុំគេហៅញាំបាយស្រុកខ្លះហៅស្រូបបាយអញ្ចឹងទៅហ្នឹងហើយបាយស្រូបអីចឹងទៅហ្នឹងហើយស្រុកខ្ញុំហៅញាំហ្នឹងហើយមួយចានហ្នឹងដាក់ឲ្យមួយខែតលភ្លឺនិយាយរួមទៅពេលល្ងាចចង្ការខ្ញុំហូបពេលថ្ងៃចង្ការខ្ញុំទៅពេលល្ងាចចឹងទៅខ្ញុំហូបទៅចង្ការខ្ញុំអត់ហូបទេព្រោះចង្ការខ្ញុំហូបតែម្ដងទេហើយពេលល្ងាចគឺខ្ញុំអត់ហូបទេព្រោះតែយើងហូបពេលល្ងាចម៉ោង3ម៉ោង4ហើយចឹងគឺឡើងហូបហើយមកធ្វើការពេលល្ងាចតែពេលចូលធ្វើការពេលល្ងាចយើងពេលចេញពីធ្វើការទៅមួយទឹកយើងដេកធម្មតាតែបើយើងវិញហៅនឹងយើងរយហូបទីចឹងតែពីការគឺអត់សូវហូបដល់ឡើយព្រោះសាយវាដល់ពេលយើងហូបស្អែកទៅយើងពិបាកដេកពេលយប់ជ្រៅទៅពិបាកដេកអញ្ចឹងមិនថាចាស់គេថាកុំឲ្យហូបបាយពេលយប់អញ្ចឹងហើយយប់បាក់ដេកអញ្ចឹងបានចាស់ថាត្រូវមែនបងប្អូនតែឆ្ងល់ពីមិនទៅមកហូបបាយពេលយប់ហូបបាយឲ្យពិបាកដេកអញ្ចឹងហើយមិនតែនតែតោះនឹងម៉ែនពោះហើយនឹងអាយបងប្អូនហើយគឺថាអញ្ចឹងបានគឺចាស់តែចេះខុសទេបងប្អូនពេលគឺទៅហាមកដល់ដឹងមិនឆ្ងាញ់បងប្អូននឹងដល់វាទឹកហឹលបន្តិចចូលចិត្តណាក្តីជួយថតហើយក្នុងបន្ទប់នេះទេសាក់កែងថាដាក់រៀងហឹលទីគឺឆ្ងាញ់ទេបងប្អូនឆាក្តៅក្រោយដាក់ហឹលទៀតមកចឹងថាអ្នកចូលចិត្តហឹលអាហ្នឹងបានវាឆ្ងាញ់បើថាអ្នកមិនចូលចិត្តហឹលទេហ្នឹងហើយហូបអត់កើតទេព្រោះថាអីហឹលខ្លាំងហ្នឹងហើយកុំភ្លេចឲ្យជួយ like ជួយ share វីដេអូនេះម្នាក់មួយផងបងប្អូនហើយកុំភ្លេចចូល subscribe ឲ្យ YouTube ម្នាក់មួយផងអរគុណច្រើនបងប្អូនហើយតាំងតែទស្សនាវីដេអូមកបងប្អូនកុំភ្លេចជួយ like ជួយ share ម្នាក់មួយផងបងប្អូនខ្ញុំមានកម្លាំងចិត្តធ្វើទៅឲ្យបងប្អូនទស្សនាទៀតហ្នឹងបងប្អូនហ្នឹងហើយបងប្អូនហើយកុំភ្លេចចូល subscribe YouTube ម្នាក់មួយផងបងប្អូនបើសម្ដីខ្ញុំលឺលួសខុសឆ្គងត្រង់ណាបងប្អូនកុំប្រកែប្រកាន់នេះហើយអធិស្ឋានផងហើយអរគុណបងប្អូនដែលតាមដានទស្សនាវីដេអូខ្ញុំតាំងពីដើមដល់ចប់ចឹងបងប្អូនអរគុណច្រើនបងប្អូនបាយបាយជួបគ្នាវីដេអូក្រោយ